Bà sửa sẽ ngọc này bà ngàyនេះខ្ញុំមកចេញវីដេអូបកស្រាយអំពីវីដេអូចាស់មុនណាហ្នឹងហើយវីដេអូចាស់មុនខ្ញុំនិយាយពីការជាប់សញ្ញាដកគេថាបញ្ហាព្រមានរបស់ Facebook ចឹងឥឡូវខ្ញុំដោះស្រាយហើយក្នុងវីដេអូមុនហ្នឹងឥឡូវខ្ញុំមកបង្ហាញអំពីលក្ខណៈថាពេលយើងដោះស្រាយហើយមិនលក្ខណៈថាគេចាំផ្ដល់ដំណឹងឲ្យឥឡូវ Facebook ខ្ញុំគេផ្ដល់ដំណឹងឲ្យប្រហែលល្ងាចមិញខ្ញុំឆែកមើលឃើញឥឡូវ Facebook ខ្ញុំវាចូលទម្រង់ដូចដើមហើយស្អាតមានគ្រីសមានអីហើយលែងមានជាប់សញ្ញាដកពុំមានទៀតហើយបាទតោះឥឡូវកុំឲ្យខាត់ពេលវេលាយូរតោះបងប្អូនជួយចូលទស្សនាទាំងអស់គ្នាបាទតោះបងប្អូនចូលទាំងអស់គ្នាបាទនេះកន្លែងសញ្ញាលឿងនេះបាទហ្នឹងហើយវីដេអូមុនខ្ញុំបានចេញហើយវានិយាយទៅក្រុមហ៊ុនគេក្រុមហ៊ុន Facebook ហ្នឹងថាគេនឹងផ្ដល់ដំណឹងឥឡូវផ្ដល់នេះខ្ញុំទៅដោះស្រាយកន្លែងហ្នឹងសមមិញពេលយប់ឥឡូវប្រហែលពេលថ្ងៃប្រហែលម៉ោងនេះប្រហែល3ម៉ោងមុននេះប្រហែលចូលខ្ទង់ម៉ោង4ម៉ោង3ហ្នឹងបាទតែគេផ្ញើវិញខ្ញុំក៏ចុចមើលឥឡូវតោះបងប្អូនចូលចុចទាំងអស់គ្នាបាទហើយបញ្ហាលឿងហ្នឹងបញ្ហាពុំមានណាក្រុមហ៊ុនពុំមានឥឡូវខ្ញុំដោះស្រាយហើយក៏វាមិនទាន់និយាយទៅក៏មិនទាន់បានភ្លាមដែរគេថារងចាំគេរងតែពេលនេះគេផ្ញើមកហើយបាទហើយ page របស់ខ្ញុំក៏វាបានដូចដើមវិញដែរបាទឥឡូវចូលទៅមើលទាំងអស់គ្នាបាទចាំតិចសវ៉ាតសូវមានបាទឆ្អៀតបាត់ឯម៉ោងស្មាននេះបាទនេះចេញហើយបាទនេះបាទគេថាគណនីរបស់អ្នកមើលទៅល្អសូមអរគុណសម្រាប់ការអនុវត្តតាមច្បាប់និងធ្វើឲ្យ Facebook ជាទីកន្លែងកាន់តែល្អប្រសើរបាទណា Facebook គេសរសើរបាទហើយតោះឥឡូវរួចរាល់ហើយបាទឥឡូវចូលមកកន្លែងទៀតបាទកន្លែងទៀតនាំទាំងអស់គ្នាទៅមើល Facebook ខ្ញុំវិញវាចូលទម្រង់ដូចដើមហើយបាទនេះបាទហើយបន្ទាប់មកយើងចូលកន្លែងផ្ទាំងគ្រប់គ្រងនេះចូលបាទនេះបាទឃើញទេបាទឃើញនេះ profile ខ្ញុំលក្ខណៈ crease Q ស្អាតវិញហើយដំបូងឡើយជាប់ពណ៌លឿងពុំមាននឹងទៅពេលខ្ញុំដោះស្រាយវាចេញមកវិញហើយនិយាយទៅ Facebook បងប្អូនជាប់ដោះស្រាយតាមហ្នឹងទៅយ៉ាងច្រើនដល់មួយថ្ងៃគេបើកឲ្យវិញហើយសំខាន់ឲ្យយើងដោះស្រាយហើយពេញបែបបត់ហើយដល់មួយថ្ងៃគេឲ្យវិញហើយបាទស្អាតហើយបាទឃើញនេះវីដេអូមុននេះមានដំណោះស្រាយប៉ុន្តែគេមិនទាន់ផ្ញើឥឡូវថ្ងៃហ្នឹងខ្ញុំចេញវីដេអូមួយទៀតគេផ្ញើបាទហើយវីដេអូហ្នឹងបាទមានតែប៉ុណ្ណឹងហើយបើពេញចិត្ត like follow ម្នាក់មួយបាទដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតហើយវីដេអូមានតែប៉ុណ្ណឹងជួបគ្នាវីដេអូក្រោយបាយ